ជួនរឿងម្ដាយមិត្តភក្តិខ្ញុំជំរាបសួរអ្នកទាំងអស់គ្នារឿងរ៉ាវដ៏រន្ធត់ដែលខ្ញុំនឹងចែករំលែកនេះគឺជារឿងពិតមួយដែលបានកើតឡើងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺតាមពិតទៅខ្ញុំជាអ្នកខេត្តតាកែវទេប៉ុន្តែកាលកំឡុងឆ្នាំ2016ខ្ញុំក៏បានធ្វើដំណើរទៅខេត្តកំពង់ស្ពឺជាមួយមិត្តថ្មីខ្ញុំម្នាក់ដើម្បីទៅលេងផ្ទះគាត់បាន 3-4 ថ្ងៃមែនទែនទៅពួកយើងទើបតែស្គាល់គ្នាបាន1ខែប៉ុណ្ណោះប៉ុន្តែដោយសារអត្តចរិតយើងវាដូចគ្នាឯចំណង់ចំណូលចិត្តក៏ដូចគ្នាផងនោះបណ្ដាលឲ្យពួកយើងពិតជាចោះសម្រុងនឹងគ្នាខ្លាំងមែនទែនទើបតែស្គាល់បាន1ខែប៉ុន្តែស្និទ្ធស្នាលជាងអ្នកស្គាល់1ឆ្នាំទៅទៀតសូមបញ្ជាក់ថាកាលហ្នឹងពួកយើងរៀនឆ្នាំទី2ហើយប៉ុន្តែនៅសាលាខ្ញុំហ្នឹងឆ្នាំទី1គឺគេតម្រូវឲ្យរៀនថ្នាក់មូលដ្ឋានដែលយើងអាចរៀនចម្រុះគ្នាបានទាល់តែចូលឆ្នាំទី2ទើបបំបែកគ្នាទៅតាមមុខជំនាញដែលត្រូវរៀនហើយឆ្នាំទី1ខ្ញុំនៅមិនទាន់ស្គាល់មិត្តម្នាក់នឹងទេទាល់តែចូលឆ្នាំទី2នឹងត្រូវទៅរៀនជំនាញដូចគ្នាទើបខ្ញុំស្គាល់គាត់ហើយក្រោយពេលស្គាល់បាន1ខែនឹងឯងគាត់ក៏បបួលខ្ញុំទៅលេងផ្ទះគាត់ក្នុងឱកាសឈប់សម្រាក 3-4 ថ្ងៃក្រោយពេលទៅដល់ខ្ញុំក៏សង្កេតឃើញថាផ្ទះគាត់នឹងគឺជាប្រភេទផ្ទះឈើសង់ខ្ពស់ផុតពីដីអត់មានរៀបក្រោមទេហើយនៅក្នុងដីឡូតែមួយគឺមានផ្ទះដល់ទៅ2តែផ្ទះមួយទៀតនោះគឺជាផ្ទះបងស្រីរបស់គាត់ដែលមានគ្រួសារហើយក្រោយពេលចូលទៅដល់ខាងក្នុងនិងជម្រាបសួរបងរួចខ្ញុំក៏ដើរទៅអង្គុយលេងនៅពីក្រោមផ្ទះមិត្តភក្តិខ្ញុំពេលហ្នឹងខ្ញុំសង្កេតឃើញថាផ្ទះគាត់អត់មានមនុស្សទេគឺមានតែខ្ញុំម្នាក់ឯងប៉ុណ្ណោះបន្តិចក្រោយមកមិត្តភក្តិខ្ញុំក៏បានដើរមកដល់រួចទៅខ្ញុំក៏សួរថាអ្នកផ្ទះឯងទៅណាអស់ហើយឬមួយផ្ទះហ្នឹងឯងនៅតែឯងទេភ្លាមនោះមិត្តភក្តិខ្ញុំក៏ទម្លាក់ទឹកមុខបន្តិចរួចក៏ឆ្លើយថានឹងហើយគ្នានៅតែឯងទេពេលនោះខ្ញុំនៅមិនទាន់ចាប់អារម្មណ៍អ្វីឡើយគឺគ្រាន់តែយល់ថាប្រហែលផ្ទះហ្នឹងពុកម៉ែគាត់ចែកឲ្យគាត់ដាច់តែឯងហើយមើលទៅយប់ទី1នោះខណៈកំពុងតែងូតទឹកពីងខាងក្រោយផ្ទះជាមួយនឹងមិត្តសម្លាញ់ខ្ញុំស្រាប់តែសង្កេតឃើញបង្អួចលើផ្ទះរបើកឡើងដោយខ្លួនឯងប៉ុន្តែខ្ញុំមិនបានគិតអ្វីច្រើនទេខ្ញុំយល់ថាវាគ្រាន់តែត្រូវចោលបក់ប៉ុណ្ណោះបើមិនអញ្ចឹងទេវាអាចជាក្មេងៗដែលត្រូវជាកូនរបស់បងស្រីផ្ទះខាងនោះនាំគ្នាឡើងទៅលេងតែមួយផ្លែតក្រោយមកខ្ញុំស្រាប់តែបានឃើញដៃមួយបានលូកទាញបង្អួចនឹងបិទវិញដែលដៃនោះពេលចាំងជាមួយនឹងភ្លើងពីខាងក្នុងផ្ទះមកក៏ឃើញថាវាជាដៃមនុស្សចាស់ដែលមានសភាពស្វិតជ្រីវជ្រួញពេលនោះខ្ញុំក៏សួរមិត្តថាអ្នកណាគេនៅលើផ្ទះភ្លាមមិត្តខ្ញុំក៏បានងើយមើលទៅលើរួចគាត់ក៏ឆ្លើយថាអត់ដឹងដែរតាមមើលប្រហែលបងស្រីគាត់ឡើងទៅរកអីហើយមើលទៅបន្ទាប់ពីងូតទឹករួចពួកយើងក៏ឡើងទៅគេងជាធម្មតាហើយមុននឹងគេងក៏មានជាការជជែកគ្នាលេងពីនេះពីនោះសួរនាំប្រវត្តិគ្នាឲ្យកាន់តែលម្អិតនិងស៊ីជម្រៅរួចហើយក៏គេងលក់ដោយមិនបានជួបរឿងចម្លែកអ្វីទេប៉ុន្តែនៅវេលាជិតភ្លឺខ្ញុំស្រាប់តែភ្ញាក់ដឹងខ្លួនដោយសារបានឮសំឡេងគេបោសដីដំបូងឡើយគិតស្មានថាជាមិត្តខ្ញុំគេក្រោកចុះទៅបោសផ្ទះខ្ញុំខំតែសរសើរដោយនិយាយតិចម្នាក់ឯងថាឧស្សាហ៍ដល់ហើយវើយកូនគេប៉ុន្តែពេលប្រែខ្លួនបន្តិចទៅក៏ឃើញថាមិត្តកំពុងគេងនៅក្បែរដល់អញ្ចឹងខ្ញុំក៏សំងំគេងជាបន្តដោយគិតនៅក្នុងចិត្តថាប្រហែលអ្នកបោសផ្ទះនោះជាបងស្រីហើយមើលទៅព្រលឹមឡើងខណៈកំពុងអង្គុយស្រស់ស្រូបអាហារពេលព្រឹកខ្ញុំក៏និយាយថាបងស្រីឯងចិត្តល្អម្ល៉េះចេះមកបោសផ្ទះឲ្យប្អូនទៀតពេលហ្នឹងមិត្តខ្ញុំក៏តបវិញថាមានឯណាបងគ្នាខ្ជិលសឹងអីហ្នឹងផ្ទះគាត់មិនបោសផងមានហេតុផលអីដែលគាត់ត្រូវមកបោសផ្ទះឲ្យគ្នាខ្ញុំបានតបទាំងចម្លែកចិត្តទៅគាត់ថាតែគ្នាឮសំឡេងគេបោសផ្ទះពិតមែនព្រឹកមិញនេះដល់ពេលឮបែបហ្នឹងមិត្តខ្ញុំក៏បានឈប់ញ៉ាំអីរួចហើយក៏ឡើងទៅលើផ្ទះចូលទៅក្នុងបន្ទប់តូចខ្ញុំមិនដឹងថាគាត់ចូលទៅធ្វើអីទេប៉ុន្តែក្រោយពេលញ៉ាំអីនិងយកចានទៅលាងរួចហើយខ្ញុំក៏ឡើងទៅគេងលេងនៅលើផ្ទះសូមបញ្ជាក់ថាតាំងពីយប់មកខ្ញុំនិងមិត្តត្រូវគេងនៅក្នុងផ្ទះធំចំណែកបន្ទប់តូចនោះគឺខ្ញុំមិនបានចូលទៅឡើយ
ពេលឡើងទៅដល់ខាងលើក៏ឃើញមិត្តខ្ញុំចេញពីបន្ទប់តូចនោះនិងចូលទៅក្នុងផ្ទះធំគេងលេងជាមួយខ្ញុំបន្តិចក្រោយមកច្រមុះខ្ញុំស្រាប់តែទទួលបានគ្រឿងធូបដល់អញ្ចឹងខ្ញុំក៏គិតថាមុននេះមិត្តខ្ញុំប្រហែលចូលក្នុងបន្ទប់តូចដុតធូបហើយមើលទៅចៃដន្យអីពេលហ្នឹងខ្ញុំក៏ស្រាប់តែកើតសំណួរមួយចង់សួរភ្លាមថាចុះពុកម៉ែឯងនៅឯណានៅជាមួយកូនណាផ្សេងឬក៏នៅតែពីអ្នកតាយាយពេលហ្នឹងមិត្តខ្ញុំក៏ឆ្លើយថាពុកម៉ែគាត់ស្លាប់អស់ហើយពុកស្លាប់តាំងពី5ឆ្នាំមុនចំណែកម៉ែទើបតែស្លាប់ជាង1ខែមុននេះទេមិត្តបានបន្តថាដើមឡើយម៉ែចែកផ្ទះនឹងឲ្យគាត់ហើយក៏និយាយផងដែរថានឹងនៅជាមួយព្រោះអីមិត្តខ្ញុំគឺជាកូនដែលអាចពឹងពាក់បានជាងកូនដទៃតែមិនប៉ុន្មានផងគាត់ក៏ស្លាប់ទៅឮដូចនោះខ្ញុំនេះក៏ចាប់ផ្ដើមព្រឺសម្បុរដោយសារខួរក្បាលកំពុងតែគិតទៅដល់ហេតុការណ៍ចម្លែកដែលបានកើតឡើងតាំងពីយប់រហូតដល់ព្រឹកប៉ុន្តែទោះបីមានអារម្មណ៍ភ័យខ្លាចក៏ដោយក៏ខ្ញុំនេះមិនបានសួរនាំលំអិតជីកឬជីកគល់អ្វីដែរគឺបានត្រឹមតែបន្តស្ដាប់ទាំងអារម្មណ៍ស្ទើរតែលែងនៅក្នុងខ្លួនកំឡុងពេលនោះដែរខ្ញុំក៏ឆ្លៀតរកនឹករកលេសដើម្បីសុំខ្លួនវិលត្រឡប់ទៅផ្ទះខ្លួនឯងវិញព្រោះអីប្រហែលជាមិនអាចស៊ូទ្រាំនៅបាន2-3យប់ទៀតនោះទេប៉ុន្តែទោះបីរកនឹកយ៉ាងម៉េចក៏រកនឹកមិនឃើញដែរព្រោះអីពេលមិត្តបបួលមកខ្ញុំបានឆ្លើយទាំងទំនុកចិត្តថាខ្ញុំមិនរវល់ធ្វើអីទេខ្ញុំអាចកំដរបាន2-3ថ្ងៃដល់អញ្ចឹងខ្ញុំក៏សម្រេចថាស្នាក់នៅផ្ទះគាត់បាន1យប់ទៀតយប់នោះក្រោយពេលឡើងទៅគេងពួកយើងក៏បន្តជជែកគ្នាលេងទៀតទាល់តែយប់ជ្រៅបន្តិចទើបស្ងាត់មាត់សំងំគេងរៀងៗខ្លួនប៉ុន្តែក្រោយពេលគេងលក់បានមួយសន្ទុះធំម៉ោងប្រហែល3ព្រឹកខ្ញុំស្រាប់តែភ្ញាក់ដឹងខ្លួនមិនមែនត្រឹមតែដឹងខ្លួននោះទេខ្ញុំថែមទាំងភ្ញាក់ដូចគេបញ្ញាក់ទៀតផងគឺពេលនឹងឡើងញ័រដៃញ័រជើងទៅព្រឹកពេលនោះខ្ញុំបានចោលភ្នែកមើលទៅជ្រុងម្ខាងនៃផ្ទះរួចក៏ស្រាប់តែឃើញរូបរាងនរណាម្នាក់បានផុសឡើងនិងកាន់តែច្បាស់បន្តិចម្ដងដែលវាហាក់ដូចជារូបរាងស្ត្រីចំណាស់ម្នាក់អញ្ចឹងគាត់មានមាឌរាងល្អិតបន្តិចនិងសក់ខ្លីត្រឹមកដល់ពេលការបង្ហាញខ្លួននោះវាកាន់តែច្បាស់ឡើងខ្ញុំក៏អាចមើលឃើញមុខគាត់ដែលកំពុងតែសើចស្ញែងលោកអ្នកស្ដាប់អាចស្រមៃបានដោយខ្លួនឯងក្នុងកលៈទេសៈបែបហ្នឹងហើយឃើញទស្សនវិជ្ជាបែបហ្នឹងបើមិនខ្លាចទៅវាចម្លែកពេលនោះខ្ញុំខ្លាចរហូតដល់យំរហូតទាល់តែមិត្តខ្ញុំភ្ញាក់រួចទៅគាត់ក៏សួរថាមានរឿងអីខ្ញុំបានប្រាប់គាត់ថាខ្ញុំឃើញនរណាម្នាក់កំពុងតែឈរសើចនៅជ្រុងម្ខាងដល់ពេលមិត្តបញ្ចាំងពិលមើលបែរជាឃើញទីនោះមានសុទ្ធតែខោអាវដល់អញ្ចឹងគាត់ក៏និយាយមកកាន់ខ្ញុំថាខ្ញុំនេះគ្រាន់តែមើលច្រឡំទេគឺមើលឃើញខោអាវទាំងនោះស្រដៀងទៅនឹងរូបរាងកាយរបស់មនុស្សតែប៉ុណ្ណោះពេលហ្នឹងខ្ញុំក៏ធ្វើជាស្ងប់ចិត្តតាមអ្វីដែលគាត់ប្រាប់ទាំងដែលជាក់ស្ដែងគឺខ្ញុំជឿលើភ្នែកខ្លួនឯងច្រើនជាងប៉ុន្តែពីត្រឹមនឹងរហូតដល់មេឃភ្លឺគឺខ្ញុំមិនបានឃើញអ្វីទៀតទេតែទោះបីមិនបានជួបក៏ដោយក៏ខ្ញុំគេងមិនលក់ដែរហើយដោយសារហេតុផលហ្នឹងទើបខ្ញុំអាចសុំគាត់ត្រឡប់មកផ្ទះវិញបាននេះបើតាមខ្ញុំស្មានអ្វីដែលបង្ហាញខ្លួននៅយប់នោះប្រកាសជាវិញ្ញាណម្ដាយមិត្តភក្តិខ្ញុំនឹងឯងតែខ្ញុំមិនបានដឹងទេថាគាត់បង្ហាញខ្លួនក្នុងចេតនាអ្វីបាទរឿងរបស់បងស្រីក៏បានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកដែលបានចំណាយពេលស្ដាប់សូមគោរពលាជួបគ្នាវីដេអូក្រោយ